លើកទី1ដែលខ្ញុំចូលរួមបាតកម្មចាខ្ញុំមិនដែលធ្វើបាតកម្មពីមុនមកមិនថានៅខ្មែរមិនថានៅជប៉ុននេះហើយមកនេះគឺជួបបងប្អូនខ្មែរយើងច្រើនមែនតែនដែលខ្ញុំធ្លាប់តែមើលវីដេអូពួកគាត់នៅក្នុង Facebook អីចឹងណា TikTok អីចឹងទៅនិយាយទៅពួកគាត់មកចូលរួមច្រើនមែនតែនហើយការជុំគ្នាហ្នឹងគឺនៅស្ថានីយ៍ Shibuya Eki ដែលជាទីតាំងកណ្ដាលក្រុងតូក្យូដែលទីប្រជុំជនដែលមានជនបរទេសច្រើនមែនតែនដែរយើងមកជុំគ្នាអញ្ចឹងទៅធ្វើឲ្យពួកនោះវាឆាប់ឃើញអញ្ចឹងណាហ្នឹងហើយថាខ្មែរអត់បានធ្វើសង្គ្រាមមុនទេខ្មែរគាត់តែចង់បានសន្តិភាពចង់ឲ្យពួកនឹងវាប្រឈប់ហ្នឹងហើយក៏មានជនបរទេសជាច្រើនដែរគាត់មកលើកទឹកចិត្តយើងអីអញ្ចឹងណាហ្នឹងហើយការធ្វើហ្នឹងយើងធ្វើរយៈពេល2ម៉ោងប៉ុន្តែដោយសារអាកាសធាតុអត់ល្អអញ្ចឹងទៅ yes បានប្រហែលជា1ម៉ោងជាងហើយបណ្ដាំងក្រោយៗហ្នឹងវាញាក់សាច់ដែរហ្នឹងហើយអញ្ចឹងបងដែលគាត់រៀបចំកម្មវិធីហ្នឹងគាត់ថាបើសិនជាសង្គ្រាមនៅបន្តយើងនៅតែធ្វើរៀងរាល់សប្តាហ៍អញ្ចឹងសម្រាប់អ្នកដែលគាត់នៅតូក្យូគាត់ចង់ចូលរួមគាត់អាចមកចូលរួមបានទាំងអស់គ្នាហ្នឹងហើយដើម្បីបងកងទ័ពដើម្បីប្រជាជនកម្ពុជានិងដើម្បីស្រុកយើងមានសន្តិភាពឡើងវិញហ្នឹងហើយស៊ូ